Bầm nách nâng báp táo ở chỗ ảm mọt cả bầm bình kịch ca nghiệp xem xí bà chứ chị đã chật với từ hải tù tối có đói thúng có đói tới tại với ở office sa mặt tập hiểm đôi bị chắc lục thá bà chứ chị lục bà hóc tới lúc ở cọp clear bầm nách nâng báp ở chỗ ảm mọt bà chứ chị vừa mà đủ lõ tới với ở đọt trời cùng mình lòng miền lõ miến à cọ bà chứ chị vừa bạp hải tu tích có đói chán có đói có miếng chmô thả ban prophet âm bớ bạp đài đôi nè rộc xì rột bồn chú đọc các bá từ bò đợt tế cứ khóc nâng cho bắp hàm khọt hơi đôi chân ấy bầm nạch nâng khóc cho bạp từ hơi kế trời đã chú mưa rồi các bá tay mà đòn tì bùa bà hến kế con nâng chạy đài tài bà xối rốt chào sốc tay mà đòn đòi lái khăn chùm nữa này kỳ bò đi sátព្រះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យបរិស័ទណាមួយរបស់ព្រះអង្គប្រព្រឹត្តអំពើបាបណាមួយឡើយព្រោះកាលណាប្រព្រឹត្តអំពើបាបណាមួយក៏ដោយដែលខុសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺមានន័យថាបានប្រព្រឹត្តអំពើរំលងក្រឹតវិន័យរបស់ទ្រង់ទាំងអស់ហើយដោយក្នុងព្រះគម្ពីរយ៉ាកុបជំពូកទី2ខទី10រហូតដល់ខទី11បានចែងថាត្បិតអ្នកណាដែលកាន់ក្រឹតវិន័យទាំងមូលតែផ្លត់ចំពុកនឹងបត់ណាមួយនោះក៏ត្រឡប់ជាមានទោសចំពោះក្រឹតវិន័យទាំងមូលនោះហើយពីព្រោះព្រះដែលមានបន្ទូលថាកុំឲ្យកំផិតគ្នាឲ្យសោះទ្រង់ក៏មានបន្ទូលថាកុំឲ្យសម្លាប់មនុស្សដែរដូច្នេះបានអ្នកមិនបានប្រព្រឹត្តសេចក្តីកំផិតទេតែបានសម្លាប់វិញនោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រឹតវិន័យហើយដូច្នេះហើយគ្រីស្ទបរិស័ទត្រូវតែសម្រិតសម្រាំងទាំងកាយវាចានិងចិត្តឲ្យស្អាតបាតនិងបរិសុទ្ធជានិច្ចអំពើបាបគឺជាឧបសគ្គរារាំងរវាងយើងនិងព្រះជាម្ចាស់ម្ល៉េះហើយត្រូវបំពេញជីវិតយើងឲ្យពេញដោយសេចក្តីសុចរិតពុំគួរចង់សាកចង់ដឹងចង់ភ្លក់ឬសាក់លបងធ្វើអំពើបាបជាមួយមនុស្សមានបាបឡើយធ្វើយ៉ាងណាជៀសឲ្យផុតពីការលបងនាំឲ្យប្រព្រឹត្តអំពើបាបពីមនុស្សអាក្រក់ផ្សេងសំដោយព្រះគម្ពីរទំនុកដំកើងជំពូកទី1ខទី1បានមានបន្ទូលថាមានពរហើយអ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ